មនុស្សយើងមានសម្ពីបនមិនដូចគ្នានោះទេបានន័យថាដោយសារតែការសាងហេតុមិនដូចគ្នាមកនៅក្នុងពុទ្ធដីកាព្រះអង្គសម្ដែងថាពពេចកតបញ្ញតាភាពនៃបុគ្គលដែលធ្វើបនមកមិនដូចគ្នាដោយសារពូជចេតនាឬក៏ការធ្វើការប្រព្រឹត្តធ្វើនឹងយើងមើលខុសគ្នាស្រឡះអ្នកខ្លះធ្លាប់ដាំពូជចេតនាក្នុងការឲ្យទាននៅរបស់របរបន្តិចបន្តួចក្តីរបស់របរច្រើនក្តីដល់បុគ្គលដទៃហ្នឹងគាត់មានពូជចេតនានឹងឯងបានន័យថាគាត់ជាបុគ្គលអ្នកមានពូជចេតនាក្នុងការឲ្យមួយទៀតគាត់មានពូជក្នុងការគោរពដល់បុគ្គលអ្នកដទៃតកោរៀមច្បងចាស់ព្រឹទ្ធាចារ្យសាមណៈព្រាហ្មណ៍ក្នុងការឲ្យផ្លូវជាដើមនិងការឲ្យពូជក្នុងការចម្រើននៅកុសលធម៌ដទៃផ្សេងទៀតចឹងទៅដូច្នេះបានជាការប្រព្រឹត្តធ្វើរបស់បុគ្គលដទៃផ្សេងគ្នាបានជាមកក្នុងអត្តភាពនេះវាមានពូជមិនដូចគ្នាគេហៅថាកម្មម៉ាំងពីជាងកម្មហ្នឹងគឺជាពូជវាមានការប្រព្រឹត្តទៅថាបុគ្គលខ្លះកើតក្នុងតកោអ្នកមានទ្រព្យសម្បត្តិច្រើនបុគ្គលខ្លះទៀតកើតក្នុងតកោអ្នកមានឋានៈទូនីតិខ្ពង់ខ្ពស់ចឹងធំដុំអីសពគ្រប់បែបប្រការទៅចំណែកអ្នកខ្លះទៀតឯណោះបែរទៅជាកើតក្នុងតកូលទីតលក្រទុកលំបាកមិនមានទ្រព្យសម្បត្តិអីចឹងទៅការរស់នៅហ្នឹងក៏វាប្រព្រឹត្តទៅថាមានសេចក្តីទុកលំបាកច្រើននៅក្នុងដំណើរជីវិតដូច្នេះនៅក្នុងសេចក្តីនេះចង់បញ្ជាក់អំពីថាសម្ពីបនរបស់មនុស្សយើងសាងមកមិនដូចគ្នាដូច្នេះដើម្បីថាឲ្យយើងរៀនល្មមថាធ្វើម៉េចបានជាក្នុងអត្តភាពនេះយើងប្រឹងប្រែងព្យាយាមប្រកបរបរចំជីវិតនឹងមិនខ្លាចនឿយហត់ទាំងព្រឹកទាំងថ្ងៃអីឬក៏ថារហូតដល់យប់ប្រលប់អីសពគ្រប់បែបប្រការហ្នឹងមិនមែនជាបុគ្គលអ្នកខ្ជិលច្រអូសទេប៉ុន្តែបែរទៅជាមិនសូវជាបុគ្គលអ្នកសម្បូរទៅដោយទ្រព្យសម្បត្តិឬក៏មិនមានទូនីតិតំណែងអីដូចជាបុគ្គលដទៃអញ្ចឹងយើងចាប់ផ្ដើមមានការប្រៀបធៀបទៅថាគេព្យាយាមគេប្រឹងប្រែងដូចយើងផងឬក៏ថាតិចជាងយើងផងប៉ុន្តែគេបានទៅតាមអ្វីដែលគេធ្វើនឹងតែយើងនេះព្យាយាមប្រឹងប្រែងដែរប៉ុន្តែมันបានតាមអ្វីដែលយើងចង់បានឬក៏តាមអ្វីដែលយើងប្រាថ្នាហើយក៏មានសេចក្តីមិនសប្បាយចិត្តអញ្ចឹងទៅពេលខ្លះក៏ប្រៀបធៀបជាមួយនឹងបុគ្គលដទៃក៏មានការចំណែនក៏មានការរហូតដល់មានការឈ្នានីសអីដទៃផ្សេងទៀតអញ្ចឹងទៅ